Ok, so đây nè ở cái này nhầm xong dây rừng YouTube tịnh nữa. Cái này cái này cô tại chia viếng nữa, YouTube á. YouTube cái này cô để chia viếng nơi cái này nè, cái này nè. Ok. Ủa đó là video dương lo pana cái này hay thumbnail dương lo cái title dương description dương lo pana sẽ lo pana cái này. Còn nơi tầm miền Pành Hà đây nè, còn nơi tầm miền Pành Hà cứ nơi cái này muối. Nhầm xong này nom cái này muối, nhầm xong bây giờ bắt cái này chứ, nè. Chia viếng, nơi bây giờ dương bắt card channel. ដល់ពេលយើងកាត់ channel នេះកន្លែងនេះមួយគឺយើងដាក់គេដាក់ keyword ណាដាក់ keyword ឧទាហរណ៍ keyword ទៅផ្សេងហើយ channel យើងទៅផ្សឹងណានោះគឺជាកំហុសធ្ងន់ធ្ងរមែនទែនណាសម្រាប់យើងអ្នកធ្វើ YouTube វាធ្វើឲ្យ YouTube យើងលែងរែងថ្ងៃណាក៏បានដែរប៉ុន្តែកន្លែងនេះសួរតើគួរដាក់អត់យើងត្រូវតែដាក់ណាត្រូវតែដាក់ប៉ុន្តែយើងដាក់ទៅតាមប្រភេទ channel របស់យើងនៅក្នុង meeting ខ្ញុំធ្លាប់និយាយដែរនៅក្នុង event របស់យើងនៅរៀងរាល់ដើមខែណារៀងរាល់ដើមខែខ្ញុំធ្លាប់និយាយដែរមានគ្នាសួរណាហើយមួយទៀតនៅកន្លែងហ្នឹងវាមានពីរកន្លែងជិបសិនសម្រាប់មើលមួយទៀតតាក់តងនឹងកន្លែង upload ដល់ default ណា default នេះកន្លែងនេះគឺកន្លែង tag នេះយើងមិនគួរដាក់នេះទេដាក់ auto ទេណាដាក់ auto ទេកន្លែងនេះគឺខ្ញុំធ្វើ YouTube ពីមុនមកគឺខ្ញុំដាក់អញ្ចឹងខ្ញុំដាក់ auto ខ្ញុំ auto ព្រោះសារខ្ញុំរៀនពីគេមកខ្ញុំដាក់ auto ដែរណាខ្ញុំដាក់ auto កន្លែងនេះគឺគួរជៀសវាងយើងមិនត្រូវដាក់ auto ទេណាអត់ត្រូវដាក់ auto ទេអត់ត្រូវដាក់ auto ទេបានកន្លែង description នេះយើងអាចដាក់ auto មួយចំនួនអីចឹងទៅណា auto បានតែយើងផុសទៅវាចេញទៅភ្លាមណាហើយដល់ពេលដែលយើងនេះទៅវានឹងចេញមកយើងអាចថែមថយបានហើយ title យើងអាចដាក់ auto បានទេយើងត្រូវរអីត្រឹមត្រូវហើយចំណុចដែលជិះវាងគឺខ្ញុំមានពីរទេគឺនៅកន្លែងនេះមួយណាពួកនេះតាក់តងមុនខ្ញុំធ្វើតាក់តងមួយសំណង់តាក់តងមួយផ្ទះអីទេប៉ុន្តែខ្ញុំធ្វើទៅអត់ឡើងសោះណាអត់ឡើងសោះខ្ញុំដូរ content ចោះដូរ content ឡើងវាខ្លាចជា review content ណា review content ចឹងទៅវាធ្វើឲ្យស្បៃទៅហើយពេលខ្ញុំផុសសារថ្មីនេះគឺខ្ញុំផុសចេញមិនដែរទេអញ្ចឹងខ្ញុំអត់សូវខ្វល់ថាមានអ្នកមើលឬមានអ្នកមើលទេអញ្ចឹងបើខ្ញុំយកចំណុចទាំងអស់នេះគឺយកមកសូគ្នាយើងណាកន្លែងនេះមួយគឺមិនត្រូវដាក់ auto ទេយើងចាំដាក់ណាចាំដាក់បើសិនបើយើងថាខ្ញុំដាក់ដែលអូខេអាហ្នឹងរឿងរបស់យើងឯងប៉ុន្តែរឿងអ្វីដែលគួរជឿវាមិនគួរមិនត្រូវដាក់ឯណាมันសំខាន់ហើយមួយទៀតកន្លែងនេះណាកន្លែង category នេះយើងគួរមិនយើងគួរណាយើងគួរតែជ្រើសរើសទៅតាមប្រភេទ category របស់វាដែរណាបើសិនរបស់យើងជាអីយើងដាក់ទៅតាមហ្នឹងយើងមិនគួរដាក់តែទៅពីទេណាមិនគួរដាក់ទៅពីទេខ្ញុំមុនបងខ្ញុំដាក់ទៅពីដែរទេណាខ្ញុំដាក់ទៅពីបើថា entertainment ដាក់អីចឹងទៅញ៉ៃចឹងទៅណាខ្ញុំដាក់ចឹងទៅហើយកន្លែងនេះខ្ញុំដាក់ចឹងទៅហើយមួយទៀតកន្លែងនេះគឺខ្ញុំដាក់ដែរណាខ្ញុំទំលុបចេញវិញទេអញ្ចឹងធ្វើឲ្យដល់ពេលខ្ញុំដូរ content ទៅខ្ញុំដូរ content ទៅធ្វើឲ្យ content របស់ខ្ញុំគឺស្បៃហ្មងណា content របស់ខ្ញុំគឺអត់ឡើងទេណាទោះយើងធ្វើល្អប៉ុណ្ណាដាក់មិនវាអត់មាន browser feature អីណាទេខ្ញុំបញ្ជាក់ណារូបភាពទាំងអស់នេះគឺខ្ញុំយកពីគេទាំងស្រុងណាយកពីគេទាំងដល់ណាខ្ញុំអត់បាន design ខ្លួនឯងទេអត់បាន design ខ្លួនឯងទេអញ្ចឹងវាគង់តែថ្ងៃណាមួយវានឹងដាយវិញដដែលទេណាគង់តែដាយវិញដដែលខ្ញុំដឹងប៉ុន្តែខ្ញុំនៅតែធ្វើព្រោះខ្ញុំអត់មានពេលច្រើនដល់ថ្នាក់អង្គុយធ្វើអានឹងទេព្រោះនេះអត់តាន់បានលុយទេវាចេញជា review content ណាអញ្ចឹងមានពេលខ្លះក៏ search ទៅមានពេលខ្លះក៏អត់ទៅប៉ុន្តែវាមិនងាយសូររបស់យើងទេដោយសារតែរបស់យើងធ្វើមកវាមានបញ្ហាមួយរួចទៅហើយណាវាមានបញ្ហារួចទៅហើយបញ្ហានេះគឺដោយសារតែកន្លែងមិញហ្នឹងឯងណាកន្លែង setting មិញឯងអញ្ចឹងខ្ញុំទំលុបមិញណាទំលុបមិញទេអញ្ចឹងកន្លែងជៀសវាង2ហ្នឹងនៅពេលដែលយើងបង្កើត channel ថ្មីជៀសវាងកន្លែង2ហ្នឹងបើយើងអត់ទាន់ច្បាស់ទេកុំអាចដាក់វាដាច់ខាតណាកុំអាចដាក់វាដាច់ខាតមក2ហ្នឹងកុំអាចដាក់ដាច់ខាតកន្លែងនេះយើងដាក់ពេលណាក៏បានដែរអត់ concern ទេប៉ុន្តែបើយើង save ហើយយើងដូរវិញច្បាស់ណាគឺវានឹងstop វានឹងអត់ឲ្យ channel យើងឡើងហើយមានអ្នកខ្លះថាអត់ទេបើខ្ញុំឡើងដដែលអូខេ channel របស់យើងមាន fan ស្រាប់អីស្រាប់អាហ្នឹងវាអត់សំខាន់ទេប្រភេទវីដេអូរឿងអីចឹងទៅប្រភេទវីដេអូដែលគេត្រូវតាមដានអីចឹងទៅវាមិនងាយបញ្ហាទេប៉ុន្តែ channel របស់យើងមិនមែនប្រភេទវីដេអូគេតាមដានផងដាក់ key ទៅស្បៃបាត់ហើយដូរ key អញ្ចឹងវាមានលក្ខខណ្ឌអញ្ចឹងមិនមែនយើងចេះថាយើងអត់ប្រកែកជាមួយគេទេណាយើងអត់ប្រកែកជាមួយគេថាគេដាក់អត់គេដូរទៅអត់មានបញ្ហាទូស្គាល់ថាគេដូរអត់មានបញ្ហាទេប៉ុន្តែរបស់គេធំហើយណាគេធំហើយគេទៅហើយគេមាន traffic ខ្លះអីខ្លះទៅជួយគ្នាទៅវានៅទៅមុខអញ្ចឹងប៉ុន្តែរបស់យើងគួរទៅជៀសវាងណាល្អបំផុតគួរទៅជៀសវាងកន្លែងនេះគឺសំខាន់មែនទែនណាព្រោះកន្លែងនេះគឺប្រភេទយើងហៅមួយម៉ាត់ថាយើងត្រូវដឹងកន្លែងហ្នឹងព្រោះនេះគឺប្រភេទនៅក្នុង main របស់យើងនៅក្នុងបេះដូងរបស់យើងនៅក្នុងខ្លួន channel របស់យើងណាយើងមិនត្រូវដាក់ផ្ដាស់ទេអូខេអរគុណច្រើននឹងវីដេអូនេះតាក់ទងមក YouTube ខ្ញុំសូមផ្ដាំទៅប៉ុណ្្នឹងឯងអ្នកផ្សេងដែលមានអីដែលសំខាន់ឬក៏ល្អអាចជួយចែករំលែកបានចែករំលែកផងណាអរគុណច្រើន